ចាជំរាបសួរបងប្អូននៅពេលដែលយើងមានកូនចេះវាបែបនេះណាបងប្អូនយើងអាចគេងបានសុខស្រួលដូចពីមុនទៀតទេដោយសារអីពេលខ្លះគាត់អាចនឹងវាធ្លាក់លើក្រែក៏ថាបានអញ្ចឹងប៉ានិងម៉ាក់ក៏សម្រេចចិត្តថានឹងបដូរពីគេងក្រែទៅជាគេងផ្ទាល់ឥដ្ឋវិញដើម្បីការពារកុំឲ្យកូនមានគ្រោះថ្នាក់អញ្ចឹងហើយទើបនាងខ្ញុំទៅរើបន្ទប់ពីខាងលើផ្ទះយកមករៀបចំនៅខាងក្រោមវិញអញ្ចឹងបោកវាំងននបោកអីស្អាតសិនដើម្បីរៀបចំកន្លែងថ្មីហើយឥឡូវនេះគឺយើងមកបោះសម្អាតហើយកន្លែងគេងថ្មីនេះគឺអត់ពិបាករៀបចំទេបងប្អូនដោយសារយើងគ្រាន់តែត្រូវការពូកមួយហើយនឹងវាំងននបិទបាំងខ្លះអញ្ចឹងឥឡូវប៉ាគាត់មកជួយម៉ាក់រៀបចំវិញដោយសារតែវាធ្ងន់ហើយឥឡូវនេះគឺយើងរៀបចំដាក់វាំងននដាក់អីទៅដើម្បីបិទបាំងពន្លឺហើយនៅពេលដែលប៉ាកំពុងតែរៀបចំនេះគឺថាអូននេះនៅអត់ស្ងៀមទេគឺពុះកញ្ជ្រោលចង់មកកោប៉ាអញ្ចឹងម៉ាក់ក៏បណ្ដោយអូនឲ្យមកលេងបន្តិចទៅប៉ុន្តែទម្រាំទៅរៀបបន្ទប់នេះហើយបងប្អូនអើយដោយសារតែរៀបបណ្ដើបន្លែងលេងជាមួយកូនបណ្ដើអញ្ចឹងគាត់សប្បាយគាត់ស្រែកអូហូរកញ្ជ្រៀវពេញនឹងតែម្ដងហើយឥឡូវនេះគឺយើងរៀបចំចិត្តរួចរាល់ហើយអញ្ចឹងដាក់វាំងននខាងមុខមួយទៀតបន្ទាប់មកនាងខ្ញុំក៏មករៀបដាក់មុងបងប្អូនពេលដែលយើងដាក់មុងបែបនេះទើបងាយស្រួលយប់ឡើងយើងឲ្យកូននៅក្នុងនឹងជាមួយយើងទៅទោះជាយើងគេងលក់ក៏គាត់អត់អាចចេញក្រៅមុងបានដែរអញ្ចឹងឥឡូវនេះគឺរួចរាល់ហើយអូននេះក៏មួយទឹកហើយដែរអញ្ចឹងទុកឲ្យអូនលេងចាំមើលថាតើអូនគាត់គេងស្មានណាយប់នេះហើយបងប្អូនមើលចុះគឺថាខូចណាស់បងប្អូនអើយតាំងពីគាត់ចេះវាមកគឺគាត់លេងច្រើនអញ្ចឹងឥឡូវនេះគឺរៀងស្រក់គីឡូហើយប៉ុន្តែលូតកម្ពស់ដោយសារតាលេងច្រើនពេកអត់សូវគេងហើយដូចយប់ឡើងអញ្ចឹងគាត់លេងរហូតដល់ម៉ោង11ទៅ11កន្លះបានគាត់ព្រមគេងប៉ុន្តែគាត់គេងគឺគាត់អត់ក្រោកទេគាត់គេងរហូតដល់ម៉ោង6ឬក៏7ព្រឹកទៅគាត់ក្រោកអញ្ចឹងវាធ្វើឲ្យយើងអត់សូវហត់ដែរបើគាត់គេងយប់ជ្រៅហើយគាត់ក្រោកលេងភ្លើងទៀតគឺថាខ្ញុំដឹងតែយ៉ាប់ហើយបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នេះទេអរគុណបងប្អូនសម្រាប់ការទស្សនាអរគុណច្រើនជម្រាបលា